បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើបបរត្រាវញ៉ាំមកបងប្អូននេះគ្រឿងផ្សំរបស់ខ្ញុំមានត្រាវខ្ញុំចិត្តជីដុំចឹងមកមានស្លឹកតើយមានអង្ករមានអំបិលមានស្ករសមានខ្ទិះដូងអានេះខ្ទិះចុងនិងខ្ទិះដើមចាឥឡូវយើងមុននឹងធ្វើអញ្ចឹងយើងត្រូវទៅយកខ្ទិះដើមយើងយកមកកូរមុខដាក់បបរត្រាវរបស់យើងបងប្អូនយកឆ្នាំងមួយមកឥឡូវយើងចាក់ខ្ទិះដូងហ្នឹងដែលយើងសម្រាប់ធ្វើមុខផ្អែមបបរត្រាវរបស់យើងក្នុងខ្ទិះដើមហ្នឹងខ្ញុំដាក់ស្ករសចូលតិចមកហើយអំបិលតិចហ្នឹងបងប្អូនហើយយើងដាំវាណាចាឃើញថានេះទឹកខ្ទិះដើមរបស់យើងពុះហើយឥឡូវខ្ញុំដាក់ថែមម្សៅឆាបន្តិចបងប្អូនដើម្បីឲ្យខ្ទិះយើងខាប់ល្អចាឥឡូវខ្ញុំបិទភ្លើងហើយតោះឥឡូវយើងមកបបរត្រាវទាំងអស់គ្នាបងប្អូនចាខ្ញុំមានឆ្នាំងចឹងមួយមកឥឡូវខ្ញុំចាក់នេះខ្ទិះដូងទី2ចូលចឹងមកយើងចាក់ខ្ទិះចូលឆ្នាំងហើយខ្ញុំថែមទឹកចំនួន1កូនចានចឹងបងប្អូនដាក់ចូលជាមួយខ្ទិះដូងរបស់យើងមកបន្ទាប់មកយើងចាក់អង្ករចូលចំពោះអង្ករនេះខ្ញុំដាក់ត្រាំចំនួន20នាទីបងប្អូនត្រាំសិនមកខ្ញុំយកមកស្ងោរជាមួយខ្ទិះដូងរបស់យើងយើងអាសាកូរបងប្អូនខ្លាចបាទហើយយើងបង់ស្លឹកតើយដាក់ចូលជាមួយចឹងមកចាយើងឃើញខាងកយើងបានរីក50ទៅ60%ហើយរាប់មកយើងដាក់ត្រាវចូលបងប្អូនបងប្អូនយកទៅចំហុយសិនក៏បានដែរតែខ្ញុំប្រញាប់ខ្ញុំដាក់បបរជាមួយអង្គយើងត្មងទៅយើងដាក់ជាមួយអង្គយើងត្មងទៅណាបងប្អូនចាឥឡូវបបរត្រាវខ្ញុំបានហើយណាបងប្អូនខ្ញុំបបរនេះបបរយកខាប់ឥឡូវខ្ញុំថែមអំបិលខ្ញុំចាក់ស្ករចូលបងប្អូនខ្ញុំចាក់ស្ករចូលចឹងហើយបងប្អូននេះយើងកូរថ្នមណាព្រោះបបរនេះខ្ញុំបបរឲ្យខាប់បងប្អូនខ្ញុំអត់បបរយករាវទេខ្ញុំបបរយកខាប់ខ្ញុំអត់ប្រើម្សៅឆាបងប្អូនខ្ញុំប្រើម្សៅឆាហ្នឹងដាក់ទៅជាមួយខ្ទិះដើមសម្រាប់យើងដាក់មុខបបរត្រាវរបស់យើងចាចឹងមកហើយយើងទុកឲ្យទៅមកពុះយើងកូរចឹងឲ្យសព្វមកយើងទុកទៅមកពុះទៅបបរត្រាវយើងអាចញ៉ាំបានណាបងប្អូនច
ចាបងប្អូនបន្ទាប់ពីខ្ញុំដាក់អំបិលនិងស្ករហើយឥឡូវបបរយើងបានឆ្អិនហើយណាបងប្អូនបានពុះភាសាទៀតបបរយើងឆ្អិនហើយឥឡូវខ្ញុំបិទភ្លើងមកយកចានមួយមកឥឡូវយើងដួសបបរត្រាវយើងហូបបងប្អូនសូបតិចអត់តិចបាក់យើងចាបងប្អូនមកញ៉ាំបបរត្រាវទាំងអស់គ្នាណាបងប្អូនណាគេចាក់ដីនៅក្រោយប្លង់គេរុញដីបងប្អូនឥឡូវងាកមើលបបរត្រាវយើងវិញ